សុបិនដែលមនុស្សគ្រប់គ្នាធ្លាប់សើចមានក្មេងប្រុសម្នាក់គាត់ឈោម្នាក់ឯងនៅលើវាលស្មៅដ៏ធំមួយរៀងរាល់ល្ងាចគាត់តែងតែសម្លឹងមើលទៅលើមេឃមិនមែនដើម្បីមើលពពកលេងទេប៉ុន្តែគឺដើម្បីមើលយន្តហោះមួយគ្រឿងដែលហោះកាត់ក្បាលគាត់ជារៀងរាល់ថ្ងៃគាត់មិនដែលបញ្ចេញសំឡេងខ្លាំងទេក៏គ្រាន់តែនិយាយប្រាប់ខ្លួនឯងខ្សឹបថាថ្ងៃណាមួយខ្ញុំនឹងហោះហើរដូចយន្តហោះនឹងមនុស្សដែលនៅជុំវិញគាត់គ្រាន់តែញញឹមអ្នកខ្លះក៏និយាយថាជប់សម័យទៅវាមិនមែនជារឿងរបស់មនុស្សដូចយើងទេអ្នកខ្លះសើចហើយនិយាយថាសុបិនមិនអាចធ្វើឲ្យយើងហោះហើរបានទេវិញប្រុសម្នាក់ហ្នឹងមិនបានឆ្លើយតបអ្វីទេគាត់គ្រាន់តែបន្តសម្លឹងមើលទៅលើមេឃច្រើនឆ្នាំកន្លងទៅមនុស្សដែលធ្លាប់សើចនៅតែរស់នៅក្នុងកន្លែងដដែលប៉ុន្តែក្មេងប្រុសម្នាក់ហ្នឹងលេងឈរមើលយន្តហោះក្រោមដីទៀតហើយថ្ងៃមួយគាត់คล้ายទៅជាអ្នកអង្គុយនៅក្នុងយន្តហោះនោះសំណួរតើអ្វីដែលផ្លាស់ប្ដូរជីវិតរបស់គាត់វាគឺជាសំណាងវាគឺជាទេពកោសល្យឬក៏គ្រាន់តែដោយសារគាត់ហ៊ានស្រមៃប៉ុន្តែមុននឹងឆ្លើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានៅការពិតមួយការសម័យដោយខ្លួនឯងវាមិនដែលធ្វើឲ្យនរណាម្នាក់ជោគជ័យទេមនុស្សរាប់លានអ្នកសម័យរាល់ថ្ងៃប៉ុន្តែមានតែមនុស្សមួយចំនួនទេដែលអាចកែប្រែក្តីសម័យឲ្យคล้ายទៅជាការពិតដូច្នេះប្រហែលជាសំណួរដែលត្រឹមត្រូវមិនមែនជាតើការសម័យអាចផ្លាស់ប្ដូរជីវិតបានទេប៉ុន្តែវាគឺជាហេតុអ្វីបានជាការសម័យរបស់មនុស្សខ្លះคล้ายទៅជាការពិតខណៈដែលការស្រមៃរបស់មនុស្សភាគច្រើនបញ្ចប់ត្រឹមតែការសម័យនៅក្នុងវីដេអូនេះយើងនឹងមិននិយាយអំពីការគិតវិជ្ជមានឬក៏ការសម័យដោយគ្មានសកម្មភាពទេយើងនឹងធ្វើដំណើរចូលទៅក្នុងចិត្តរបស់មនុស្សដើម្បីស្វែងយល់ថាហេតុអ្វីរូបភាពតូចមួយដែលអ្នកបង្កើតនៅក្នុងចិត្តថ្ងៃនេះអាចคล้ายជាជីវិតដែលអ្នករស់នៅថ្ងៃស្អែកហើយប្រហែលជានៅចុងបញ្ចប់នៃវីដេអូនេះអ្នកនឹងមិនគ្រាន់តែជឿថាបើអ្នកស្រមៃឃើញវាបានអ្នកក៏អាចធ្វើវាបានដែរប៉ុន្តែអ្នកនឹងយល់ថាហេតុអ្វីបានជាវាคล้ายទៅជាការពិតមានមនុស្សរាប់លានអ្នកដែលសម័យចង់បានជីវិតល្អជាងនេះពួកគេចង់คล้ายទៅជាអ្នកជំនួញចង់คล้ายទៅជាអ្នកនិពន្ធចង់คล้ายទៅជាអ្នកសិល្បៈចង់បង្កើតអ្វីមួយដែលពិភពលោកនឹងចងចាំប៉ុន្តែ1ឆ្នាំកន្លងទៅ5ឆ្នាំកន្លងទៅសូម្បីតែ10ឆ្នាំក្តីសម័យនោះនៅតែស្ថិតនៅកន្លែងដដែលសំណួរគឺថាបើការសម័យមានអំណាចមែនហេតុអ្វីបានជាមនុស្សជាច្រើននៅតែមិនអាចផ្លាស់ប្ដូរជីវិតខ្លួនឯងបានប្រហែលជាយើងបានយល់ខុសអំពីការស្រមៃអស់រយៈពេលជាយូរមកហើយការសម័យគឺមាន2ប្រភេទការសម័យប្រភេទទី1គឺសម័យដែលធ្វើឲ្យយើងទាំងអស់គ្នាមានអារម្មណ៍ល្អយើងបិទភ្នែកហើយឃើញខ្លួនឯងជោគជ័យយើងឃើញផ្ទះឃើញឡានឃើញគេឈ្មោះហើយបន្តមកយើងបើកភ្នែកវិញជីវិតនៅកន្លែងដដែលចំពោះការសម័យប្រភេទទី2វិញគឺមិនផ្ដល់ភាពសុខស្រួលយើងទេវាធ្វើឲ្យយើងមិនអាចអង្គុយស្ងៀមបានវាសួរអ្នកទាំងអស់គ្នារាល់ថ្ងៃថាបើនេះគឺជាជីវិតដែលអ្នកចង់បានតើថ្ងៃនេះអ្នកបានធ្វើអ្វីដើម្បីគិតចិត្តទៅរកវាហើយនៅនេះហើយគឺជាការសម័យដែលអាចផ្លាស់ប្ដូរជីវិតរបស់មនុស្សបានអ្វីដែលផ្លាស់ប្ដូរជីវិតរបស់អ្នកមិនមែនជារូបភាពប៉ុន្តែគឺជាអត្តសញ្ញាណថ្មីសូមសម័យថាមានមនុស្ស2នាក់ដែលអ្នកទាំងពីរចង់រត់ម៉ារ៉ាតុងមនុស្សទី1និយាយថាខ្ញុំចង់រត់ម៉ារ៉ាតុងមនុស្សទី2និយាយថាខ្ញុំកំពុងក្លាយជាមនុស្សដែលហាត់ប្រាណរាល់ថ្ងៃស្ដាប់ទៅដូចគ្នាប៉ុន្តែវាខុសគ្នាទាំងស្រុងម្នាក់ផ្ដោតទៅលើលទ្ធផលឯម្នាក់ទៀតផ្ដោតទៅលើការដែលក្លាយទៅជាមនុស្សថ្មីហើយនៅទីបញ្ចប់លទ្ធផលតែងតែដើរតាមអត្តសញ្ញាណខ្ញុំចង់សួរអ្នកមិនមែនថាតើអ្នកចង់ក្លាយទៅជាអ្វីទេគឺខ្ញុំចង់សួរថាតើអ្នកត្រូវក្លាយទៅជាមនុស្សបែបណាដើម្បីរស់នៅក្នុងជីវិតដែលអ្នកកំពុងតែសម័យព្រោះថាអ្នកមិនអាចរស់នៅក្នុងជីវិតថ្មីដោយនៅរក្សាទម្លាប់ចាស់និងការគិតចាស់ដដែលបានទេការពិតមួយដែលមនុស្សភាគច្រើនមិនចូលចិត្តមនុស្សជាច្រើនចង់ផ្លាស់ប្ដូរលទ្ធផលប៉ុន្តែពួកគេមិនចង់ផ្លាស់ប្ដូររបៀបរស់នៅទេពួកគេចង់បានជីវិតថ្មីដោយមិនចង់ក្លាយទៅជាមនុស្សថ្មីនោះហើយគឺជាមូលហេតុដែលក្តីសម័យជាច្រើនបញ្ចប់ត្រឹមរូបភាពមួយនៅក្នុងចិត្តប្រហែលជាប្រយោគដែលត្រឹមត្រូវមិនមែនជាបើអ្នកសម័យឃើញវាបានអ្នកក៏អាចធ្វើវាបានដែរប៉ុន្តែវាគឺជាបើអ្នកផ្លាស់ប្ដូរខ្លួនឯងឲ្យសមទៅនឹងក្តីសម័យនោះអ្នកនឹងមានឱកាសធ្វើឲ្យវាคล้ายទៅជាការពិតប៉ុន្តែនៅមានសំណួរមួយទៀតបើការផ្លាស់ប្ដូរអត្តសញ្ញាណមានសារៈសំខាន់យ៉ាងនេះហេតុអ្វីបានជាមនុស្សជាច្រើនតែងតែត្រឡប់ចាស់វិញបើទោះបីជាពួកគេសន្យាជាមួយខ្លួនឯងរាប់រយដងក៏ដោយ
មានសង្គ្រាមមួយដែលមិនដែលកើតឡើងនៅលើសមរភូមិទេសង្គ្រាមនឹងគ្មានសំឡេងកំភ្លើងគ្មានផ្សែងគ្មានអ្នកឈ្នះគ្មានអ្នកចាញ់អ្នកដតីគឺអាចមើលឃើញប៉ុន្តែសង្គ្រាមនឹងគឺសម្រេចថាអ្នកនឹងក្លាយទៅជាមនុស្សបែបណានៅក្នុងរយៈពេល10ឆ្នាំខាងមុខវាគឺជាសង្គ្រាមរវាងមនុស្សដែលអ្នកខ្លួនឯងនៅថ្ងៃនេះនិងមនុស្សដែលអ្នកចង់ក្លាយទៅជានៅថ្ងៃស្អែកខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសាកបិទភ្នែកមួយភ្លែតហើយសម័យថានៅក្នុងចិត្តរបស់អ្នកមានមនុស្ស2នាក់ម្នាក់តែងតែនិយាយថាអ្នកមិនទាន់ល្អគ្រប់គ្រាន់ទេចាំតិចទៀតសិនទៅហើយចូលបើបរាជ័យវិញហើយមនុស្សម្នាក់ទៀតនិយាយតិចជាប៉ុន្តែរាល់ពេលដែលអ្នកចង់បោះបង់គាត់តែងតែខ្សឹបប្រាប់ថាសាកល្បងម្ដងទៀតមើលយើងសាកបោះមកជំហានទៀតមើលកំហុសលើកហ្នឹងអ្នកឯងរៀនពីវាបានអីខ្លះរាល់ថ្ងៃអ្នកកំពុងតែស្ដាប់សំឡេងមួយនៅក្នុងចំណោមសំឡេងទាំងពីរហើយសំឡេងដែលអ្នកស្ដាប់ញឹកញាប់ជាងគេនឹងคล้ายទៅជាជីវិតដែលអ្នករស់នៅប្រចាំថ្ងៃមុននឹងស្ថាបត្យករសាងសង់អគារមួយអគារនោះគឺកើតនៅក្នុងគំនិតរបស់គាត់ជាមុនសិនមុននឹងវិចិត្រករគូគំនូរមួយផ្ទាំងរូបភាពនោះមានរួចហើយនៅក្នុងការសម័យរបស់គាត់ហើយមុននឹងអ្នកផ្លាស់ប្ដូរជីវិតរបស់អ្នកក៏ត្រូវបង្កើតរូបភាពថ្មីមួយនៅក្នុងចិត្តរបស់អ្នកដែរប៉ុន្តែសូមកុំយល់ច្រឡំថាការសម័យមិនមែនជាការរត់គេចពីការពិតទេការសម័យគឺជាការបង្កើតទិសដៅសម្រាប់ការពិតខ្ញុំសូមលើកឧទាហរណ៍មួយមានបុរសចំណាស់ម្នាក់ក៏ដាំដើមឈើដែលត្រូវចំណាយរយៈពេលអស់ជាច្រើនឆ្នាំទើបបានដើមឈើនឹងផ្ដល់ម្លប់មានមនុស្សជាច្រើនសួរគាត់ថាហេតុអ្វីបានជាអ្នកដាំវាទាំងដែលអ្នកប្រហែលជាមិនបានអង្គុយក្រោមម្លប់របស់វាផងនឹងបរិសុទ្ធចំណាស់នឹងគាត់ញញឹមហើយនិយាយថាខ្ញុំកំពុងដាំមិនមែនដោយសារតែអ្វីដែលខ្ញុំនឹងឃើញនៅថ្ងៃនេះទេប៉ុន្តែដោយសារតែអ្វីដែលខ្ញុំជឿថានឹងកើតឡើងនៅថ្ងៃស្អែកជីវិតក៏ដូចគ្នារាល់សកម្មភាពតូចដែលអ្នកធ្វើនៅថ្ងៃនេះគឺជាគ្រាប់ពូជនៃអនាគតដែលអ្នកកំពុងតែសម័យខ្ញុំចង់ឲ្យអ្នកសួរខ្លួនឯងថាបើថ្ងៃនេះអ្នកបន្តរស់នៅដូចម្សិលមិញហើយថ្ងៃស្អែកក៏ដូចនឹងថ្ងៃនេះតើ5ឆ្នាំក្រោយជីវិតរបស់អ្នកនឹងខុសពីថ្ងៃនេះដែរឬទេបើចម្លើយគឺមិនខុសទេប្រហែលជាមិនមែនក្តីសម័យរបស់អ្នកមានបញ្ហាទេប៉ុន្តែមកពីទម្លាប់ប្រចាំថ្ងៃរបស់អ្នកកំពុងតែដើរទៅទិសដៅផ្ទុយទៅនឹងក្តីសម័យនោះការពិតដ៏សំខាន់នៃរឿងនេះគឺថាមានមនុស្សជាច្រើនដែលស្រឡាញ់អនាគតប៉ុន្តែមិនស្រឡាញ់ដំណើរដែលនាំទៅរកអនាគតនោះទេពួកគេចង់បានភាពជោគជ័យប៉ុន្តែមិនចង់ហាត់ប្រាណពួកគេចង់បានសេរីភាពហិរញ្ញវត្ថុប៉ុន្តែមិនចង់រៀនជំនាញថ្មីពួកគេចង់ឲ្យគេស្គាល់ប៉ុន្តែមិនហ៊ានចាប់ផ្ដើមនៅពេលដែលអ្នកគ្មាននរណាមើលនោះហើយគឺជាមូលហេតុដែលមនុស្សភាគច្រើនសម័យដូចគ្នាប៉ុន្តែរស់នៅក្នុងជីវិតខុសគ្នាអ្នកទាំងអស់គ្នាត្រូវចាំរឿងមួយនេះថាអ្នកមិនអាចរស់នៅក្នុងអនាគតថ្មីដោយប្រើការគិតចាស់ទម្លាប់ចាស់និងការសម្រេចចិត្តចាស់បានទេអនាគតថ្មីតែងតែទាមទារមនុស្សថ្មីប៉ុន្តែបើការសម័យត្រូវភ្ជាប់ជាមួយនឹងសកម្មភាពតើជំហានដំបូងដែលយើងគួរធ្វើគឺជាអ្វីទៅហើយហេតុអ្វីមនុស្សខ្លះចាប់ផ្ដើមតូចប៉ុន្តែបញ្ចប់ដោយលទ្ធផលធំខណៈដែលមនុស្សខ្លះមានក្តីសម័យធំតែមិនដែលចាប់ផ្ដើមសោះនៅក្នុងឆ្នាំ1997មានបរិសុទ្ធវ័យក្មេងម្នាក់អង្គុយនៅក្នុងបន្ទប់ជួលតូចមួយគាត់គ្មានការងារល្អគ្មានលុយច្រើនហើយមនុស្សជាច្រើនប្រាប់គាត់ថាឈប់សម័យទៅគំនិតរបស់គាត់មិនអាចខ្លាចជាការពិតបានប៉ុន្តែរៀងរាល់ព្រឹកគាត់នៅតែអង្គុយនៅលើតុដដែលទៅសេលុបម្ដងហើយម្ដងទៀតថ្ងៃមួយស្នាដៃរបស់គាត់ត្រូវបានបដិសេធម្ដង2ដង10ដងមនុស្សភាគច្រើនប្រហែលជាឈប់ត្រឹមហ្នឹងហើយប៉ុន្តែគាត់មិនបានឈប់ទេមិនមែនព្រោះគាត់ប្រកាសថាគាត់នឹងជោគជ័យទេប៉ុន្តែព្រោះគាត់មិនចង់រស់នៅជាមួយនឹងសំណួរមួយដែលថាចុះបើខ្ញុំបន្តទៀតពេលខ្លះអ្វីដែលធ្វើឲ្យមនុស្សម្នាក់បន្តដើរទៅមុខមិនមែនជាទំនុកចិត្តទេវាគឺជាការបដិសេធមិនឲ្យការសោកស្ដាយคล้ายទៅជាអនាគតរបស់ខ្លួនឯងអ្នកដឹងអត់តើពេលណាដែលមនុស្សបោះបង់ក្តីសុបិនរបស់ខ្លួនឯងមិនមែននៅពេលដែលពួកគេបរាជ័យទេប៉ុន្តែនៅពេលដែលពួកគេឈប់ជឿថាខ្លួនឯងអាចផ្លាស់ប្ដូរបាននោះហើយគឺជាពេលដែលសុបិនត្រូវបានរលាយចេញពីខ្លួនរបស់ពួកគេមិនមែននៅក្នុងពិភពលោកប៉ុន្តែគឺនៅក្នុងចិត្តរបស់ពួកគេខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាបើថ្ងៃនេះគ្មាននរណាម្នាក់សើចចំអកអ្នកគ្មាននរណាម្នាក់រិះគន់អ្នកហើយគ្មាននរណាម្នាក់និយាយថាអ្នកមិនអាចធ្វើបានទេតើអ្នកនឹងចាប់ផ្ដើមធ្វើអ្វីឥឡូវនេះ
សួរខ្លួនឯងម្ដងទៀតថាតើអ្វីដែលកំពុងតែរារាំងអ្នកពិភពលោកឬក៏សំឡេងមួយនៅក្នុងចិត្តអ្នកប្រហែលជាពិភពលោកមិនដែលនិយាយថាអ្នកមិនអាចធ្វើបានទេប្រហែលជាមានតែអ្នកខ្លួនឯងទេដែលនិយាយបែបហ្នឹងមកកាន់ខ្លួនឯងប៉ុន្តែសំឡេងហ្នឹងកើតឡើងនៅក្នុងចិត្តយើងអញ្ចឹងតើយើងអាចផ្លាស់ប្ដូរសំឡេងហ្នឹងបានអត់មានថ្ងៃមួយដែលជីវិតមនុស្សគ្រប់គ្នាចាប់ផ្ដើមផ្លាស់ប្ដូរមិនមែនថ្ងៃដែលពួកគេរកលុយបានច្រើនជាងមុនមិនមែនជាថ្ងៃដែលពួកគេទទួលបានឱកាសធំមួយហើយក៏មិនមែនជាថ្ងៃដែលមនុស្សគ្រប់គ្នាចាប់ផ្ដើមជឿលើពួកគេដែរថ្ងៃនោះគឺជាថ្ងៃដែលពួកគេចាប់ផ្ដើមជឿជាក់លើខ្លួនឯងប៉ុន្តែសូមកុំច្រឡំការជឿជាក់មកលើខ្លួនឯងមិនមែនមានន័យថាអ្នកមិនដែលសង្ស័យលើខ្លួនឯងទេវាមានន័យថាបើទោះបីជាអ្នកសង្ស័យមកលើខ្លួនឯងក៏ដោយក៏ប៉ុន្តែអ្នកនៅតែដើរទៅមុខការជឿវាមិនមែនជាអារម្មណ៍ទេមនុស្សជាច្រើនរងចាំអារម្មណ៍មួយអារម្មណ៍ថាឥឡូវនេះខ្ញុំមានទំនុកចិត្តគ្រប់គ្រាន់ហើយប៉ុន្តែអារម្មណ៍ហ្នឹងកម្រកើតមុនសកម្មភាពរបស់យើងជាញឹកញាប់វាតែងតែមកក្រោយនៅអ្វីដែលយើងបានធ្វើអ្វីដែលយើងធ្លាប់គិតថាអ្នកមិនអាចធ្វើបានជំហានតូចដែលអ្នកហ៊ានដើរគឺជាផុសតាងថ្មីដែលប្រាប់ចិត្តអ្នកថាប្រហែលជាខ្ញុំអាចធ្វើបានជាងអ្វីដែលខ្ញុំធ្លាប់ជឿមានសលេងមួយដែលអ្នកឮរាល់ថ្ងៃមិនមែនជាសលេងរបស់ពុកម្ដាយរបស់យើងទេហើយក៏មិនមែនជាសលេងរបស់មិត្តភ័ក្តិរបស់យើងដែរវាគឺជាសលេងរបស់យើងផ្ទាល់តែម្ដងដែលនិយាយមកកាន់ខ្លួនឯងបើរាល់ថ្ងៃអ្នកប្រាប់ខ្លួនឯងថាខ្ញុំមិនអាចទេអ្នកនឹងចាប់ផ្ដើមជឿលើវាហើយប៉ុន្តែបើរាល់ថ្ងៃអ្នកប្រាប់ខ្លួនឯងថាខ្ញុំមិនទាន់ពូកែទេប៉ុន្តែខ្ញុំអាចរៀនបានអ្នកនឹងចាប់ផ្ដើមមើលឃើញឱកាសនៅកន្លែងដែលអ្នកធ្លាប់តែឃើញឧបសគ្គខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសួរខ្លួនឯងតែមួយសំណួរទេបើមានក្មេងម្នាក់និយាយទៅកាន់ខ្លួនឯងដូចអ្នកនិយាយទៅកាន់ខ្លួនឯងរាល់ថ្ងៃតើអ្នកនឹងលើកទឹកចិត្តគាត់ឬក៏អ្នកនឹងធ្វើឲ្យគាត់អស់សង្ឃឹមបើអ្នកមិននិយាយពាក្យទាំងនោះទៅកាន់កូនរបស់អ្នកឬក៏មិត្តល្អរបស់អ្នកហេតុអ្វីបានជាអ្នកនិយាយវាមកកាន់ខ្លួនឯងការសម័យមិនផ្លាស់ប្ដូរជីវិតអ្នកទេការជឿជាក់ក៏មិនផ្លាស់ប្ដូរជីវិតអ្នកដែរសូម្បីតែចំណេះដឹងក៏មិនអាចផ្លាស់ប្ដូរជីវិតអ្នកដែរអ្វីដែលផ្លាស់ប្ដូរជីវិតអ្នកគឺពេលដែលការសម័យការជឿជាក់និងសកម្មភាពដើរទៅទិសដៅទៅមួយពេលនោះក្តីសម័យវាលែងជារូបភាពដែលនៅក្នុងចិត្តយើងទៀតហើយវាចាប់ផ្ដើមคล้ายទៅជាការពិតនៅក្នុងជីវិតតែម្ដងប្រហែលជាសំណួរពិតមិនមែនថាតើអ្នកអាចធ្វើវាបានទេប៉ុន្តែជាពាក្យដែលថាតើអ្នកហ៊ានចាប់ផ្ដើមមុនពេលអ្នកប្រាប់ថាអ្នកអាចធ្វើវាបានដែរឬអត់មានរឿងមួយដែលមនុស្សភាគច្រើនមិនធ្លាប់គិតដល់ថ្ងៃណាមួយបន្ទាប់ពីច្រើនឆ្នាំកន្លងផុតទៅអ្នកនឹងជួបមនុស្សម្នាក់ហើយមនុស្សម្នាក់នោះស្គាល់អ្នកគ្រប់យ៉ាងស្គាល់ការភ័យខ្លាចរបស់អ្នកស្គាល់ពីក្តីសុបិនរបស់អ្នកស្គាល់ពីការបរាជ័យរបស់អ្នកហើយស្គាល់ពីការសម្រេចចិត្តដែលអ្នកធ្លាប់ធ្វើមនុស្សម្នាក់ហ្នឹងគឺជាអ្នកនៅថ្ងៃអនាគតតើនៅពេលដែលអ្នកជួបគាត់តើអ្នកចង់ឲ្យគាត់និយាយអ្វីនិយាយពីថាអរគុណដែលអ្នកមិនបោះបង់ឬក៏គួរសោកស្ដាយណាស់ដែលអ្នកមិនដែលសាកល្បងជីវិតមិនសួរអ្នកថាតើអ្នកឆ្លាតប៉ុណ្ណាទេមិនសួរអ្នកថាតើអ្នកមានទេពកោសល្យប៉ុណ្ណាទេជីវិតសួរអ្នកតែមួយសំណួរទេតើអ្នកធ្លាប់ហ៊ានរស់នៅតាមសក្តានុពលរបស់អ្នកខ្លួនឯងដែរឬអត់បន្ទាប់ពីស្ដាប់នៅវីដេអូទាំងមូលនេះប្រហែលជាអ្នកបានដឹងហើយថាការសម័យមិនមែនជាការរត់គេចពីការពិតទេវាគឺជាការមើលឃើញអ្វីដែលអាចជាការពិតប៉ុន្តែចន្លោះរវាងការសម័យនិងការពិតមិនត្រូវបានបំពេញដោយសំណាងនោះទេហើយវាក៏មិនត្រូវបានបំពេញដោយការចងចាំនោះដែរវាត្រូវបានបំពេញដោយសកម្មភាពតូចដែលធ្វើដដែលជារៀងរាល់ថ្ងៃមុននឹងបញ្ចប់វីដេអូនេះខ្ញុំចង់ឲ្យអ្នកស្ងប់ស្ងាត់1នាទីកុំគិតអំពីអ្នកដទៃកុំគិតអំពីការរិះគន់កុំគិតអំពីការបរាជ័យត្រូវសួរខ្លួនឯងតែមួយសំណួរទេបើខ្ញុំជឿលើខ្លួនឯងត្រឹមតែ 1% បន្ថែមលើសពីថ្ងៃនេះតើខ្ញុំនឹងចាប់ផ្ដើមធ្វើអ្វីកុំឆ្លើយប្រាប់ខ្ញុំត្រូវឆ្លើយប្រាប់ខ្លួនឯងហើយនៅពេលដែលអ្នករកឃើញចម្លើយសូមកុំរងចាំថ្ងៃច័ន្ទកុំរងចាំខែក្រោយកុំរងចាំឆ្នាំថ្មីពីព្រោះថាជីវិតរបស់អ្នកមិនផ្លាស់ប្ដូរនៅថ្ងៃដែលប្រតិទិនបានផ្លាស់ប្ដូរទេ
វាផ្លាស់ប្ដូរនៅថ្ងៃដែលអ្នកសម្រេចចិត្តថាផ្លាស់ប្ដូរបើសិនថ្ងៃនេះអ្នកអាចស្រមៃឃើញជីវិតដែលប្រសើរជាងនេះសូមកុំឲ្យវានៅត្រឹមតែការសម័យត្រូវចាប់ផ្ដើមដោយជំហានតូចមួយរៀនមួយមេរៀនអានមួយទំព័រសរសេរមួយកថាខណ្ឌថតវីដេអូមួយឬក៏ធ្វើរឿងមួយដែលអ្នកបានពជាពេលអស់រយៈពេលជាយូរមកហើយព្រោះថាថ្ងៃណាមួយអ្នកនឹងងាកមើលមកក្រោយហើយអ្នកនឹងដឹងថាជីវិតរបស់អ្នកមិនបានផ្លាស់ប្ដូរដោយសារការសម្រេចចិត្តដ៏ធំមួយទេវាបានផ្លាស់ប្ដូរដោយសារជំហានតូចមួយដែលអ្នកហ៊ានធ្វើនៅថ្ងៃនេះបើវីដេអូនេះបានធ្វើឲ្យអ្នកគិតខុសកាលពីម្សិលមិញសូមបីតែបន្តិចក៏ដោយនោះវាបានបំពេញតួនាទីរបស់វាហើយប៉ុន្តែមុននឹងចាក់ចេញខ្ញុំចង់សួរអ្នកមួយសំណួរតើសុបិនមួយណាដែលអ្នកលែងចង់ទុកឲ្យនៅត្រឹមតែការស្រមៃសូមសរសេរវានៅក្នុងខមមិនប្រហែលជាខមមិនរបស់អ្នកនឹងក្លាយទៅជាកម្លាំងចិត្តសម្រាប់នរណាម្នាក់ដែលកំពុងស្ទាក់ស្ទើរដូចអ្នកធ្លាប់ធ្វើហើយបើអ្នកចូលចិត្តការវិភាគបែបនេះសូមជួយចុច like ឬក៏ follow ឬអ្នកនៅលើ YouTube សូមជួយចុច Subscribe ដើម្បីកុំឲ្យខកខានគំនិតបន្ទាប់ដែលប្រហែលជាអាចផ្លាស់ប្ដូររបៀបដែលអ្នកមើលមកជីវិតរបស់ខ្លួនឯងបាទសូមអរគុណហើយនឹងជួបគ្នានៅក្នុងគំនិតបន្ទាប់ទៀត